ផលបុណ្យនិងកុសលផលបាបប៉ុណ្ណាព្រោះសត្វលោកយើងហ្នឹងដែលតាក់តែងណាមកកើតមកជាមនុស្សនេះអាស្រ័យទៅលើផលកម្មនឹងខ្ញុំកណាគ្រាន់តែចង់បញ្ជាក់ញាតិញោមពុទ្ធបរិស័ទថាចេះផលដែលតាក់តែងកើតមកជាមនុស្សខុសគ្នាញាតិញោមមិនន័យថាទឹកសហើយនឹងទឹកល្អក់ខុសគ្នាចែកដាច់ពីគ្នាប៉ុណ្ណាចឹងផលបុណ្យដែលខ្លះគាត់តែកើតមកปั๊បមានសំណាងមិនញាតិញោមកើតនៅក្នុងកំណោមាសកំណោប្រាក់កំណោភុជនជួនកាលញាតិញោមកើតមកខំប្រឹងណាខំប្រឹងរកស៊ីណាសពបែបយ៉ាងសពបែបប្រការប៉ុណ្ណាប៉ុន្តែសួរថាទ្រព្យនឹងកើតមកបានផលទៅនៅណាបានទៅចំកូនយើងអញ្ចឹងបងដោយសារអីបានផលទៅចំកូនយើងព្រោះកូនយើងហ្នឹងគឺជាអ្នកមានបុណ្យកើតមកចំតែកូនអ្នកមានទ្រព្យឪពុកមានឡានឪពុកមានម៉ូតូឪពុកមានមាសឪពុកមានលុយសពបែបយ៉ាងញាតិញោមអញ្ចឹងណាហ្នឹងផលបុណ្យរបស់គេអញ្ចឹងបានញោមថាកូនគេកើតមកសំណាងដល់ហើយប៉ុណ្ណាណាហើយមួយទៀតគេថាម៉េចធ្វើបុណ្យពីក្មេងអ្នកខ្លះអត់ធ្វើទេពីក្មេងទៅតែចាស់ហើយអាត្មាឆ្ងល់ចេះញាតិញោមខ្លះគាត់ចាស់បានគាត់ធ្វើបុណ្យប៉ុន្តែអាបុណ្យវាហុចផលឲ្យមិនប្រពន្ធលោកសំដែងថាពេលដែលយើងធ្វើបុណ្យចាស់ពេលដែលយើងកើតមកក្មេងក្រញាតិញោមវេទនាអត់មានទ្រព្យសម្បត្តិអីហូបអីគ្រប់គ្រាន់ទេខ្វះលិចខ្វះកើតពេលដល់ចាស់ទៅញាតិញោមបានបុណ្យវាហុចផលឲ្យញោមលូកដីទៅត្រូវដល់$20,000ញោមលូកដីទៅខ្លះទៅ$2 ប៊ីលានបើអាហ្នឹងក៏ផលបុណ្យរបស់កំណត់ទ្រព្យដែលញោមធ្វើបុណ្យពីមុនដែរពេលដល់ចាស់ទៅញោមដេកគេហៅមិនញោមលូកកេស៊ីមិនអញ្ចឹងញោមចឹងណាហើយម្យ៉ាងវិញទៀតដល់ចាស់ទៅកូនញាតិញោមជួយបញ្ចុងផ្ដើមកូនចៅរៀនសូត្រកូនខ្លះបានធ្វើគ្រូពេទ្យកូនខ្លះបានធ្វើប៉ូលីសកូនខ្លះបានធ្វើគ្រូអ្នកខ្លះអ្នកចំនួនកូនហ្នឹងវាជួយឧបត្ថម្ភឪពុកវិញដោយសារអីដោយសារតែបុណ្យយើងហ្នឹងពេលដែលចាស់បានទទួលផលការពីក្មេងពីជាតិមុនហ្នឹងយើងអត់ដែរធ្វើបុណ្យទេណាម្ដាយបរិញ្ញាកូនធ្វើបុណ្យពីតូចទេឪពុកម្ដាយបរិញ្ញាកូនធ្វើបុណ្យពីតូចទេអត់ដល់ចាស់ទៅបានមានញាតិញោមណាហើយបុគ្គលខ្លះកើតមកញាតិញោមពុបមានតាំងពីតូចមកញាតិញោមកើតមកដូចខ្ញុំកណ្ដាថាសោយនៅកំណើទ្រព្យចឹងបើហើយដល់ចាស់ទៅនៅតែមានក្មេងក៏ធ្វើចាស់ក៏ធ្វើប៉ុណ្ណាហើយដល់ញាតិញោមខ្លះក៏ធ្វើបុណ្យតែពីក្មេងដល់ចាស់ក៏ដល់ធ្វើពីក្មេងសម្បូរទ្រព្យដល់ចាស់ទៅញាតិញោមអត់មានអីហូបកំព្រាវេទនាដោយសារអីដោយសារតែកម្មរបស់យើងហ្នឹងវាមានមច្ឆាទិដ្ឋិនៅក្នុងខ្លួនរបស់យើងមានការអុសទាញកំណត់យើងគិតបែកឆ្វេងប៉ុណ្ណាបើដោយថាពីមុនទៅយើងឃើញរឿងរ៉ាវសម័យបច្ចុប្បន្នច្រើនទៅញាតិញោមឈប់ធ្វើបុណ្យអីចឹងទៅបើណាឃើញវត្តនោះមិនល្អវត្តនេះមិនល្អឈប់ធ្វើបុណ្យឈប់រហូតប៉ុណ្ណានិស័យបុណ្យអស់ហលីងប៉ុណ្ណាខំសាងពីក្មេងចឹងអាបុណ្យហ្នឹងគឺខុចឲ្យត្រឹមតែពីក្មេងទេដល់ចាស់សូន្យបើវេទនាចឹងការធ្វើទាននេះគេថាមិនញោមណាទានគឺជាទ្រព្យជាប់តាមសន្តានជាមិត្តរួមប្រានឆ្លងភពកងឹតទានកាច់បំបាក់មោហៈក្នុងចិត្តបានត្រាស់ដឹងបត្តបត្តិទានបារមីទានបារមីដែលញោមបានសាងទានថ្វាយដល់សង្ឃហ្នឹងណាប្រចាំឲ្យទៅទានហ្នឹងប្រែដូចពីឃ្លានប្រទានរំដោះប៉ុណ្ណាចឹងរំដោះទី1នេះដែលញោមបានធ្វើទានដោយញោមណុចគាត់ធ្វើអញ្ចឹងបើហើយនឹងណាញោមស្រីពៅគាត់ធ្វើអញ្ចឹងណាគាត់បានចូលអាត្មាគាត់បានភាសាអានេះបុណ្យនេះញាតិញោមសឹងថាខ្លាំងជាងបុណ្យណាបច្ច័យ4ទៅទៀតញាតិញោមនេះបច្ច័យ4ដែរញោមណា50ចុងគេចាត់ចូលជាបច្ច័យ4បុណ្យញាតិញោម